ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាថ្ងៃនេះផងដែរជួបជាមួយនឹងខ្ញុំបាទភេនម្ដងទៀតហើយដែលនឹងមកនិយាយនៅសាច់រឿងថ្មីដើម្បីចែកជូនទៅកាន់អ្នកទាំងអស់គ្នាស្ដាប់លេងកំសាន្តនាពេលរាត្រីឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាហើយសាច់រឿងនេះផងដែរគឺខ្ញុំបានពីលោកអ៊ំធីដែលគាត់បាននិយាយប្រាប់ខ្ញុំហើយខ្ញុំនឹងលើកយកសាច់រឿងនេះមកចែកជូនអ្នកទាំងអស់គ្នាស្ដាប់ឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងយើងតែម្ដងទៅគាត់ថាអ៊ំធីហ្នឹងគឺគាត់នៅក្នុងភូមិមួយហើយគាត់ទៅស្រែដើម្បីដេកនៅនឹងខ្ទមរបស់គាត់ហ្នឹងដើម្បីចាំបន្លែប្លុករបស់គាត់ដែលគាត់បានដាំទុកហើយបញ្ជាក់គាត់ទៅដេកនេះគឺមិនមែនទៅម្នាក់ឯងទេគឺថាគាត់ទៅទាំងគ្រូសាតែម្ដងដែលមានគ្នាចំនួន4នាក់ប៉ុន្តែកូនគាត់ម្នាក់ទៀតនោះគឺតូចមែនតើណាអាយុមិនថាប្រហែលជា 2-3 ឆ្នាំអីហ្នឹងហើយគាត់ទៅនឹងទៅគ្នា4នាក់ហើយទៅដេកនឹងខ្ទមនៅស្រែហ្នឹងដើម្បីចាំបន្លែចាំប្លុកដែលមានដូចជាននងត្រសក់ល្ពៅបន្លែផ្សេងទៀតដែលគាត់ដាំទុកដើម្បីយកលក់យកលុយដើម្បីប្រកបរបរជីវភាពប្រចាំថ្ងៃរបស់គាត់ហើយនៅនឹងខ្ទមរបស់គាត់ហ្នឹងគឺមិនមែនមានតែបន្លែប្លុកអីផ្សេងទេមានទាំងមាន់មានទាំងឆ្កែហើយឆ្កែនោះគាត់ចិញ្ចឹមដើម្បីចាំខ្ទមចាំអីកុំអោយមានចោមានអីមកលួចមាន់លួចអីចឹងណាដើម្បីកាលណាទីចោឬក៏មនុស្សប្លែកមុខអីចូលមកគឺឆ្កែវាព្រោះហើយបើសម្លឹងមកមើលខ្ទមរបស់គាត់វិញពលគឺមានជញ្ជាំងតែមួយខាងទេហើយនៅខាងក្រោមសិតសឹងថាសុតសឹងតែជាមាន់ដែលគាត់បានចិញ្ចឹមព្រមទាំងឆ្កែដេកនៅខាងក្រោមខ្ទមផងដែរហើយគាត់ថាគាត់ដេករាល់ដងនោះគឺអត់មានអីខុសប្លែកទេប៉ុន្តែថ្ងៃមួយបន្ទាប់ពីមេឃភ្លៀងមួយមេរាំងធំខ្ទង់ម៉ោង3យប់គាត់ស្រាប់តែឮឆ្កែរបស់គាត់បានព្រុសជាកំហុកណាព្រុសជាខ្លាំងអញ្ចឹងហើយគាត់ក៏ក្រោកឡើងដើម្បីសង្ងំមើលថាតើមានចោរឬក៏មនុស្សប្លែកមុខណាចង់មកលួចមាន់លួចទាគាត់ឬបានជាមានឆ្កែព្រុសដូច្នោះបន្ទាប់ពីគាត់អង្គុយមួយស្របក់ធំស្រាប់តែមានភ្លើងមួយដែលកំពុងតែហោះនៅតាមផ្លូវអ្នកទាំងអស់គ្នាហើយគាត់ថាអត់ខ្ពស់ទេភ្លើងនោះទាបមែនតើកម្ពស់ប្រហែលកម្ពស់ក្បាលមនុស្សយើងទេបើសិនជាគាត់មើលមួយឆាវទៅគាត់ស្មានតែមនុស្សកំពុងតែពាក់ក្បាលគោមហើយដើរមករកគាត់ណាព្រោះអីពេលហ្នឹងគាត់គិតថាក្រែងលោមានអ្នកផ្ទះអីគេមកត្រូវការជំនួយឲ្យកន្លែងថាឲ្យគាត់ជូនអ្នកណាទៅពេទ្យទៅអីចឹងទៅព្រោះអីពេលហ្នឹងគឺវាជប់ហើយវាម៉ោង3ទៀបភ្លឺហើយវាចូលថ្ងៃថ្មីទៀតហើយហ្នឹងអញ្ចឹងទៅគាត់ក៏អត់បានចាប់អារម្មណ៍ថាហ្នឹងគឺជាអាបដែរតែគាត់ថាគាត់ចេះតែផ្ទៀងភ្នែកមើលយូរទៅគាត់ប្លែកត្រង់ថាភ្លើងហ្នឹងគឺភ្លឹបភ្លេតហើយវាឡើងចុះវាចុះមកដល់ដីរៀងមកល្មមហើយវាឡើងទៅវិញហើយវាចុះមកដល់ដីហើយវាឡើងទៅវិញហើយសម្ដៅមកកាន់ខ្ទមរបស់គាត់តែម្ដងដល់ពេលគាត់ឃើញអញ្ចឹងទៅគាត់នឹកឃើញថាតាមផ្លូវគាត់មកហ្នឹងគឺវាមានកតុកផ្លានកាលណាតែមានកតុកឡានភ្លៀងដើមឆ្នាំដំបូងកែបវាចូលចាត់ដល់អ្នកទាំងអស់គ្នាអាទឹកតិចហ្នឹងវាទៅបពូនគ្នាព្រោះហើយវាបង្កើតជាពងជាអីចឹងទៅហើយក៏គាត់គិតថាភ្លើងនេះដូចជាប្លែកចម្លែកត្រង់ថាវាភ្លឹបភ្លែតហើយមើលពីចង្ងាយទៅវាដូចបដូរពណ៌ដល់ពេលគាត់ថាអញ្ចឹងទៅគាត់កំបិតនៅចិត្តដៃរបស់គាត់ហ្នឹងគាត់កាន់ត្រៀមហើយស្រាប់តែមកស្បក់មកសំទុះគាត់ថាស្រាប់តែហោះចូលមកកាន់ខ្ទមរបស់គាត់ផ្លុកអញ្ចឹងគាត់ដៃគាត់សវ៉ាចាប់កំបិតក្រឹបមន់របស់គាត់នឹងចាប់ផ្ដើមប៉ោលឈូឆ្កែព្រុសកាន់តែខ្លាំងហ្មងប៉ោលឈូមន់ប៉ោលជិញឈូគាត់លោតចុះពីលើខ្ទមពុបគាត់ថាសវ៉ាយកកំបិតដេញកាប់ហ្មងអ្នកទាំងអស់គ្នាអាស្បៃនៅក្រោមខ្ទមរបស់គាត់នឹងគាត់ថាគាត់រកឡើងលហែកខ្ទេចព្រឹកឡើងគាត់ទៅមើលទៅអាស្បៃនឹងគឺលហែកខ្ទេចដល់ពេលអញ្ចឹងទៅគាត់ថាអាភ្លើងនឹងហោះចេញពីខ្ទមគាត់ទៅវីវហោះចេញទៅអញ្ចឹងទៅកាត់ទៅស្រែផ្សេងទៅតាមស្រែអញ្ចឹងគាត់ដេញតាមមកឈូអញ្ចឹងហ្មងហើយក្បាលគោមនៅនឹងក្បាលរបស់គាត់ដេញតាមមកឈូគាត់ថាដេញឆ្ងាយពីខ្ទមគាត់ប្រហែលជា500ម៉ែត្រគាត់ថាហើយចិត្តទៅដល់ភ្លើងនឹងហើយប្រហែលចាប់ប្រលួងគ្នាពីស្រែអីចឹងអ្នកទាំងអស់គ្នាគោមគាត់ទៀតធ្វើស៊ីហ្មងវាភ្លើងតិច
vì ở sâu plư khlang tệ hơi cọt thà áp nâng tiệt pe cọt đinh cho tọt đo lưng á luật plương plấp cọt thà lưng ngất chừng mỏng lưng ngọt chừng bạt đập pe bạt những cọt chập đầm cái lệ mờ một còi về nắm á cọt tham mai khơi nó khang còi cọt cọt phơi mong pe nưng cọt thà khơi nó khang còi bọc cọt chập đầm ấy phơi chập đầm ấy miền nà tìm mà play đấy cọt rốt một tuồng cọt với nhá đập pe rốt một tuồng cọt với cọt cọt đạp một buồn đại cọt thà áp nơi cái lấy nụ mạnh vì trâu tuồng trâu lấy dương nữa bây giờ tóc nhẹ từng côn cọt từng ấy nhẹ chập đầm nhẹ đập pe cọt thà mà chụp nâng cửa bàn đê cho hạ pe mong bay mong buồn mong pram mấy nâng cọt bàn đê tì đôi sạc khai về mò mà đòn tiền rồi đập pe chẳng miền nào bực lớn cồn lăng mặt tia tại một đòn này tao này hay do ai pet chu rồi chu ai dân tư bập bôn côn cọt ấy có bắt đây dân tư tại đập pe ông nhóm nâng cọt ở toàn bắt đi cọt nơi chu du dân kề hơi chu du dân kề dân tới còn do tao ở bục quạt chặt tực oi chặt ai chói tới nơi tại bát tiệt to oi pet oi ai chu rồi chu ai đặt thằng nam đã ai tao du mơ tao chết ngay nhầm lưu ôn nhầm vậy tham mơ lần chết ngay tụm rom thì om nhầm chỉ đập về cọt chia dần tới lấy nó cứ cọt lên từ nơi cái lại nung cái đây cọt chọc bài cọt mò nơi không phum nhầm bắt đòn lấy nữa hơi cọt nơi đam từ sọt đam mà nung đam ấy nơi này mà đòn từ hơi phum để cọt ban khơi chụp ấy nó cọt tục cho to mấy ấy nó cứ lên từ nơi nâng cái đây hơi nhầm bật trẻ này từng hiển tịch môn nâng cọt ban khơi nhà nâng hơi á cứ cọt ở tân mà nơi phum nhầm tệ Paul cứ cọt nơi đừng tiệt mai cọt nơi phum mùi nông sẵn tua tại nơi đừng nông du tới cọt có đồ mà này mà đón đập bầy ấy bạn đam tờ sọt đam mà nông vinh hay xảy rừng bọc cọt cứ miền tai bập pan năng tê sự không tận nhẹ được đó này sẽ đạp hơi miền cả bình chất cọt xôm chui chất là subscribe đừng đã sinh nhà cần đăng ở cho mình đẹp mùi phong đập bầy từ tụ bàn video thay tiết pi channel box nhóm á hơi dây men nhóm cứ bây giờ lấy ní cứ chữ cỏ đó bây giờ hay dễ ắt cho ba thế này tao này cầm tay này tao này cho chặt tay cho lấy dương cho một căn sạch rương mùi tiết đây chỉ sạch rương rồi bỏ lục dây rồi bỏ nhóm để quạt bàn chụp phải tung cho nam pi pon mà pay mùi mà pay pi ấy nưng phải chỉ tung cho nam nưng để quạt bàn từ tia bỏ quạt pi tia mùi nơi chẳng cá tia mùi nơi nông phum còn tay nhưng mà toàn vậy thì bị tia bỏ qua đây chẳng môn đừng đam lời môn hai đại quạt từ đa tơ mau đấy cứ tạm bớt tới viền chạy chạy rừng bao dương đầm buồn nó cứ tha chạy tề mà chạy nhóm quạt miền ở cồn pro miền thà mình nhẹ ấy tề cơ quạt miền trơn hơi cồn pro bỏ quạt để nơi chăm chặt ca để tia nhầm vậy mà nhấn cứ quạt ca lắm cứ quạt anh vậy bạn tham pung pin steel này tao học nè đào lên trơn miền tây đào lên hơi phật ra phật ấy chẳng từ đào về chẳng tới mà cha nhom quạt khai miền của thằng miền ấy chẳng hay quạt cha tè tật này nuông đã tươn hơi tầm mơ chỉ rưỡi chẳng từ hay đó nó có quạt đơ từ mơ su mà đang một đỉnh nơi mong bên đây nó mò một tia vinh nơi trôi cả lại đỉnh nơi bữa tha chừng ngay bị tia tới chả cá nó vì mình tới ngay ấy tì chừng ngay vì phải chỉ pram rồi bùi mùi rồi mẹ tì dừng đơ thì mà play tại đó là phải pram bùi paleti ấy tại đó là hay có tha đào pe ngay để còn tờ mơ pu nhóm nứng có tha riêng dục cho đỡ đào pe riêng dục cho đỡ chẳng còn oi mình bỏ nhóm nó chun còn tờ chẳng còn tờ nứng tờ kia pi nè đào pe có tha còn đơ từ đó chả cá nứng tôm nơi không chả cá nứng có thả tan khơi pu nhóm màu mèn chẳng hay còn nơi chàm to để pu nhóm màu bị phật mà bị đờ lên với nhiều bài chẳng có tha tầm rom thì màu với nó về chỗ tung màu đập màn đập chẳng giúp tới cọt đờ mà thì với bị nẹt mình nhom cái bà cô mùi cái này bị nẹt miền tại bà cô mùi thì những đờ lừa plei chết vì ở sơ bộ bạ thì hay tam phú cứ miền tiệt nẹt sọc miền ấy chẳng tới hay cái chạp phơi nào mục tiệt kế chẳng ấy tam phơi cái này khá ở miền tiệt ban về là ngật hay cái này là miền tiệt cứ việc phơi còn tay cọt đờ một mò chết đọp tiệt về nháy bài gì nư bài mà rồi mẹ tiệt bị tiệt nứng các bạn đập tiệt kê đợt tay mùi bàn tay có thà cái lệnh máu khơi đập vô tiệt dư ngay cần từ thà vì bị chặt bị chìm kia trắng này
ហើយក៏នៅមុខទីអាចារ្យខ្ញុំនឹងមានដើមអំពិលធំមួយដល់ពេលកន្លែងដើមអំពិលធំមួយនឹងមីងខ្ញុំគាត់ដូចថាមនុស្សគាត់ដើរមិនមើលទីក្រោមរហូតណាគាត់សម្លឹងមើលលើមើលឆ្វេងមើលស្ដាំអញ្ចឹងទៅក៏ឃើញភ្លើងគាត់ថាភ្លើងដែលហោះមិនដឹងហោះចេញពីតាណាមកទេប៉ុន្តែដោយថាគាត់ប្រទះភ្នែកទៅឃើញអាកន្លែងដើមអំពិលហ្នឹងអញ្ចឹងហើយគាត់សន្និដ្ឋានថាភ្លើងហ្នឹងប្រហែលហោះចេញពីដើមអំពិលហ្នឹងដល់ពេលគាត់ឃើញអញ្ចឹងគាត់ក៏ហៅប្រាប់ម្ចាស់ខ្ញុំថាឲ្យមើលគាត់ថាម៉ែមើលភ្លើងហោះចេញពីដើមអំពិលនោះកន្លែងកាត់មកផ្ទះយើងហ្មងដល់ពេលម្ចាស់ខ្ញុំមើលទៅគាត់ផ្ទៀងមើលទៅថាភ្លើងហ្នឹងវាទៅឈប់កន្លែងណាវាចូលកន្លែងណាអញ្ចឹងទៅណាដល់ពេលគាត់ថាមើលទៅវាក្បាំងតមោផ្ទះគេដែរដល់ពេលអញ្ចឹងវាពិបាកមើលតែដល់ពេលហួសអាតមោផ្ទះគេហ្នឹងទៅក៏ឃើញហោះទៀតទៅក្បាំងនឹងអាដើមអំពិលមួយទៀតទៅក៏មិនដឹងជាវាចូលកន្លែងណាមិនដឹងវាហោះទៅមុខទៀតក៏មិនដឹងក៏បាត់អាភ្លើងហ្នឹងទៅដល់ពេលគាត់ឃើញអញ្ចឹងទៅមីងខ្ញុំគាត់ភ័យគាត់ខ្លាចណាដល់ពេលម្ចាស់ខ្ញុំថាគាត់ថាមិនអីទេអាភ្លើងហ្នឹងមិនមែនជាភ្លើងព្រាយភ្លើងអីទេប្រហែលជាភ្លើងបរមីបើមិនភ្លើងបរមីទេក៏ភ្លើងអ្នកតាភ្លើងអីដែរមិនមែនជាប្រភេទភ្លើងព្រាយទេព្រោះអីចាស់គាត់ស្គាល់គាត់បែងចែកដាច់មួយណាជាភ្លើងអាល្អមួយណាជាភ្លើងអាក្រក់អីចឹងទៅណាអាហ្នឹងបើសិនជាឲ្យខ្ញុំប្រៀបធៀបបន្ទាប់ពីគាត់បានឃើញភ្លើងដូច្នោះហើយគាត់ក៏ចាប់ដើមបន្ថែមល្បឿននៃការដើររបស់គាត់ហ្នឹងដើរឲ្យលឿនជាងមុនដើម្បីឲ្យឆាប់មកដល់ផ្ទះកុំឲ្យមានអារម្មណ៍មួយថាភ័យខ្លាចអញ្ចឹងទៅព្រោះម្ចាស់របស់ខ្ញុំគាត់ដឹងច្បាស់ណាស់ថាពេលដែលឃើញទស្សនវិជ្ជាបែបនេះគឺភ័យគឺខ្លាចអញ្ចឹងហើយគាត់ក៏បន្ថែមល្បឿនឲ្យកាន់តែលឿនទៀតអញ្ចឹងហើយដល់ពេលគាត់ដើរមកដល់ផ្ទះគាត់ទៅគាត់ក៏ច្បាច់មើលលើដើមអំពិលហ្នឹងក៏មិនមានឃើញអីប្លែកឃើញអីចម្លែកដែរអញ្ចឹងហើយគាត់ក៏ឲ្យមីងខ្ញុំឡើងទៅដេកទៅហើយម្ចាស់ខ្ញុំក៏គាត់ឡើងទៅជាមួយដែរអញ្ចឹងហើយសាច់រឿងរបស់គាត់នេះគឺមានតែប៉ុណ្្នឹងទេហើយឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងមួយទៀតតែម្ដងទៅហើយសាច់រឿងរបស់យើងនេះគឺជាសាច់រឿងរបស់លោកយាយខ្ញុំតដែរទេដែលវាកើតឡើងខ្ទង់ឆ្នាំប្រហែលជា75ឡើងលើអ្នកទាំងអស់គ្នាព្រោះអីគាត់ថាសម័យនោះគឺសម័យគាត់នៅហូបបាយរួមគាត់ដូចថាកន្លែងដេករួមហូបរួមធ្វើការរួមអ្នកទាំងអស់គ្នាអាចនិយាយបានថាសម័យពលពតគាត់និយាយថានៅក្នុងភូមិមួយនោះគឺគេមានកន្លែងដែលសម្រាប់រៀបចំមនុស្សឲ្យនៅជុំគ្នាហើយគាត់ថាគាត់គឺជាអាចនិយាយបានថាអ្នកដែលនៅចាំជួយសង្គ្រោះអ្នកដែលត្រូវរបួសត្រូវអីចឹងទៅគាត់យកមកលាងយកមកអីដើម្បីដាក់ថ្នាំដាក់អីឲ្យជាណាគាត់គឺនៅផ្នែកហ្នឹងគាត់ថានៅពេលដែលម៉ោងគេចាប់ដើមវាយជុងដើម្បីប្រមូលប្រជាជនឲ្យមកញ៉ាំបាយហើយហ្នឹងគាត់ថាស្រាប់តែនៅក្នុងភូមិហ្នឹងនៅក្បែរផ្ទះបាយហ្នឹងវាមានដើមគេហៅដើមជ្រៃមួយដើមតែអាដើមជ្រៃហ្នឹងគឺមកចង់ឡើងកណាត់ចង់ឡើងលើហ្នឹងវាងាប់ហើយមកកណាត់ចុះក្រោមហ្នឹងគឺវានៅរស់ដោយសារអីខ្ញុំមិនដឹងទេប៉ុន្តែគាត់ថានៅខាងកន្លែងកពូលដែលវាងាប់ហ្នឹងណាដូចវាត្រូវបានស្អីរន្ទះបាញ់អីពីមុនមកគាត់មិនដឹងទេតែគាត់ថាវាងាប់មកកណាត់ហើយវានៅរស់មកកណាត់ដល់ពេលគាត់ថានាំគ្នាទៅដួសអីហូបទៅក៏ស្រាប់តែឃើញអាបាតុភូតចម្លែកគាត់ថាមានភ្លើងកំពុងតែឆេះនៅពាក់កណ្ដាលដើមជ្រៃអាកន្លែងងាប់នោះគាត់ថាឆេះឡើងក្រហមឆ្អៅហើយអាផ្កាភ្លើងនោះវាធ្លាក់មកព្រាកដូចអាភ្លើងអស់យើងឆេះដូចមានស្អីមួយឆេះនៅលើអាកាសអញ្ចឹងណាប៉ុន្តែគាត់ថាប្លែកចម្លែកអារម្មណ៍ត្រង់ថាអាអង្កាច់ភ្លើងដែលវាធ្លាក់មកហ្នឹងវាអត់ឆេះដបូលផ្ទះអាដបូលខ្ទមដែលគេនៅខាងក្រោមហ្នឹងពីព្រោះអីអាខ្ទមនឹងដើមជ្រៃនេះគេធ្វើគីគ្នាអ្នកទាំងអស់គ្នាដល់ពេលគាត់ថាវាអត់ឆេះអាខ្ទមហ្នឹងដែលគេប្រក់ស្លឹកអាខ្ទមហ្នឹងគេប្រក់ស្លឹកស្លឹកដែលគេយកស្បូវឬក៏អាដើមស្អីគេទេលឹកវាធំហើយគេយកមកធ្វើជាដំបូលវាអត់ឆេះអាដំបូលនឹងទេដល់ពេលអញ្ចឹងទៅពួកគាត់ឆ្ងល់ថាបើសិនជាភ្លើងយើងវាឆេះវាប្រកាសជាពិតណាស់វាឆេះដល់ទាំងស្បូវដែលធ្វើជាដំបូលនឹងហើយតែអាភ្លើងមួយហ្នឹងគឺវាអត់ឆេះទេហើយមានសភាពក្រហមហើយក្រហមឆ្អៅមែនទេហើយអ្នកដែលឃើញអាភ្លើងនេះមិនមែនតែគាត់ម្នាក់ទេអ្នកដែលមកហូបបាយនៅនឹងទាំងអស់គឺឃើញទាំងអស់គ្នាហើយខ្ទង់ម៉ោង4ម៉ោង5អាពេលថ្ងៃដែលវារៀបលិចអ្នកទាំងអស់ថ្ងៃក្រហមវាកំពុងរៀបលិចអញ្ចឹងហើយគាត់ឃើញអញ្ចឹងទៅនាំគ្នាផ្អើលមកមើលទាំងអស់គ្នាអញ្ចឹងទៅដល់ពេលគាត់ថាគាត់មកមើលគ្នាច្រើនពេក
អាភ្លើងនឹងវាក៏រលត់ទៅវិញហើយម្ចាស់របស់ខ្ញុំនឹងក៏ឆ្ងល់ថាអាភ្លើងនឹងវាជាភ្លើងស្អីព្រោះថាភ្លើងនឹងវាចម្លែកវាឆេះសុកវាបែរជារលត់ទៅវិញណាហើយភ្លើងនឹងទៀតសោតវាឆេះងុំអ្នកទាំងអស់គ្នាវាងុំភ្លើងនឹងឆេះងុំហើយផ្កាភ្លើងរបស់វាធ្លាក់ពព្រាកតែអត់ឆេះវល់ស្បូវទេឆ្ងល់អញ្ចឹងណាហើយណាមួយទៀតអានៅកន្លែងដើមជ្រៃនឹងវាអត់ដែលលងបន្លាចអីទេអ្នកដែលគាត់ក្រោបទៅដាំស្លដាំអីអត់ដែលថាមានព្រាយបិសាចអីមកលងបន្លាចអីទេអញ្ចឹងទៅក៏ចេះតែឆ្ងល់មិនដឹងថាជាភ្លើងអស់ឬក៏វាជាភ្លើងព្រាយហើយក៏សាច់វីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងទេហើយសង្ឃឹមតែអ្នកទាំងអស់គ្នាស្ដាប់ហើយមានការចូលចិត្តកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតនៅវីដេអូចែកជូនអ្នកទាំងអស់គ្នាស្ដាប់លេងកម្សាន្តបន្តទៅមុខទៀតជួបគ្នានៅវីដេអូក្រោយជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទផេនម្ដងទៀតហើយថ្ងៃនេះផងដែរគឺយើងមាននៅសាច់រឿងមួយចង់មកចែករំលែកទៅកាន់ពុកម៉ែបងប្អូនស្ដាប់លេងកម្សាន្តនាពេលរាត្រីអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាផ្ដើមនៃសាច់រឿងរបស់យើងដំបូងគឺបង្ហាញអំពីទស្សនវិជ្ជាភូមិមួយដែលនៅខាងចុងភូមិមានដើមស្វាយជាច្រើនដុះជុំគ្នាបើនិយាយអំពីប្រភេទនៃស្វាយនេះពោលដើមស្វាយនេះគឺមានឈ្មោះថាស្វាយដុះក្រមុំក្រោយពេលដែលដល់រដូវនៃខែស្វាយនេះទុំពោលគឺចាស់ភូមិខ្ញុំតែងតែនាំគ្នាទៅអង្គុយនៅក្រោមដើមដើម្បីចាំរើសនៅផ្លែរបស់វាជ្រុះមកព្រោះថានៅពេលដែលខែស្វាយនេះទុំគឺនឹងមានខ្យល់ដើម្បីជំរុះនៅផ្លែរបស់វាហើយរសជាតិនៃសាច់ស្វាយនេះមានរសជាតិជូរអែមគួរឲ្យចង់ញ៉ាំមែនតើប្រសិនបើយើងក្រឡេកទៅមើលដើមស្វាយនេះវិញដើមស្វាយមួយនេះគឺមានទំហំធំមែនតើអាចថាក្មេងៗដូចជាពួកខ្ញុំត្រូវប្រើមនុស្សចំនួនពី2ទៅ3នាក់ដើម្បីអោបជុំស្វាយនេះមួយដើមព្រោះថាដើមស្វាយនេះវាមានអាយុកាលចាស់ខែចាស់ឆ្នាំណាស់ទៅហើយក្រោយមកទៀតដោយសារតែអ្នកភូមិគាត់ត្រូវការដីដើម្បីធ្វើស្រែហេតុដូចនេះហើយដើមស្វាយទាំងអស់ក៏ត្រូវបានឈ្មួញកាប់យកទៅលក់ទាំងអស់ប៉ុន្តែខណៈពេលដែលឈ្មួញកំពុងតែកាប់ដើមស្វាយគឺមានហេតុការណ៍ជាច្រើនដែលបានកើតឡើងនៅពេលនោះប៉ុន្តែដោយសេចក្តីលោភលន់របស់មនុស្សពលគឺគាត់គ្មានការសង្ស័យអ្វីបន្តិចសោះគាត់នៅតែបន្តការកាប់បំផ្លាញដើមស្វាយជាច្រើនរហូតទាល់តែអស់បន្ទាប់ពីកាប់ស្វាយនេះអស់ទៅហើយគាត់ក៏បានយកឡានរបស់គាត់ដើម្បីមកដឹកដើមស្វាយនេះចេញពីកន្លែងដែលកំពុងកាប់ក្រោយមកកម្មកររបស់គាត់ក៏នាំគ្នាលើកដើមស្វាយមួយនេះដាក់លើឡានបន្ទាប់ពីលើកយ៉ាងយូរឡានរបស់គាត់ក៏ត្រូវបានពោពេញទៅដោយដើមស្វាយហើយដើមស្វាយនៅទីនេះក៏បានបាត់បង់អស់បន្សល់ទុកនៅមេឃតូចដែលគេពុំទិញក្រោយពេលដែលពួកគាត់បានលើកដើមស្វាយដាក់លើឡានហើយពេលនោះមេឃក៏វាល្ងាចល្មមដែលយើងអាចសន្និដ្ឋានបានថាម៉ោងនាពេលនោះប្រហែលជាម៉ោង5ទៅម៉ោង6ល្ងាចពេលនោះហើយម្ចាស់រថយន្តគាត់ក៏បានឡើងទៅលើឡានរបស់គាត់ដើម្បីបញ្ឆេះម៉ាស៊ីនឡានដើម្បីដឹកដើមស្វាយនេះចូលមកទុកក្នុងភូមិសិនព្រោះថាប្រសិនបើគាត់ទុកនៅទីនោះពោលគឺត្រូវតែមានមនុស្សដើម្បីដេកយាមឡានក្រែងលោមាននរណាទៅលួចរបស់របរនៅក្នុងឡានគាត់ក្រោយពីគាត់បានឡើងទៅលើឡានរួចហើយគាត់ក៏ចាប់ផ្ដើមបញ្ឆេះឡានប៉ុន្តែឡានរបស់គាត់គឺពុំឆេះសោះវាមានសភាពដូចជាកំពុងតែខូចអញ្ចឹងផងដែរដែលធ្វើឲ្យគាត់មានការសង្ស័យជាខ្លាំងព្រោះថានៅពេលដែលគាត់បរមកឡានរបស់គាត់គឺមានសភាពឆេះជាធម្មតាទេប៉ុន្តែក្រោយនៅពេលដែលគាត់បានដាក់ដើមស្វាយនេះពេញឡានគាត់ទៅហើយនោះបែរជាធ្វើឲ្យឡានរបស់គាត់ពុំឆេះសោះក្រោយពីឡានរបស់គាត់មិនឆេះដូច្នេះហើយគាត់ក៏បានចុះពីលើឡានដើម្បីមកពិនិត្យម៉ាស៊ីនឡានរបស់គាត់ក្រែងលោមានខូចកន្លែងណាមួយក្រោយពីគាត់បានធ្វើវាអស់រយៈពេលយ៉ាងយូរគាត់ក៏បានឡើងទៅបញ្ឆេះមួយដងទៀតប៉ុន្តែឡានរបស់គាត់នៅតែមិនឆេះដដែលពេលនោះគាត់មានសភាពអស់កម្លាំងជាខ្លាំងព្រោះថាពីថ្ងៃគាត់បានលីសែងអស់រយៈពេលយ៉ាងយូរមកហើយនោះហើយពេលនេះគាត់ត្រូវមកធ្វើឡានទៀតហេតុដូចនេះហើយគាត់មានសភាពអស់កម្លាំងពេលនោះហើយគាត់ក៏បានទៅអង្គុយ
ផ្អែកនៅដើមឈើមួយហើយសម្លឹងមកមើលឡានរបស់គាត់ក្រោយពីបានសម្លឹងមកមើលឡានរបស់គាត់ហើយពេលនោះរឿងចម្លែកមួយក៏បានកើតឡើងនោះគាត់បានប្រទះឃើញនៅសត្វស្វាមួយមិនដឹងជាចេញមកពីណាទេពោលគឺវាកំពុងតែលោតប្រឡែងលេងជាមួយនឹងដើមស្វាយដែលស្ថិតនៅលើឡានរបស់គាត់ពេលនោះហើយគាត់ក៏បានយកដំបងដែលនៅក្បែរដៃរបស់គាត់ហើយគប់សំដៅទៅរកស្វានោះមួយទំហឹងប៉ុន្តែដោយសារតែពេលនោះវាមានសភាពល្ងាចថ្ងៃក៏អស់ស្ដង់គត់ពន្លឺក៏មិនសូវឃើញច្បាស់ការគប់របស់គាត់គឺមិនត្រូវសត្វស្វានោះទេហើយក៏ធ្វើឲ្យសត្វស្វានោះផ្អើលបាត់ចេញពីទីនោះមួយរំពេចធ្វើឲ្យគាត់ចម្លែកអារម្មណ៍មែនតែនពីព្រោះថានៅពេលដែលគាត់កំពុងតែធ្វើឡានគាត់អត់បានឃើញនៅសត្វស្វានេះទេក្រោយពីបានមកអង្គុយមកមួយស្របក់មិនដឹងជាវាមកពីណាហើយក្រោយពីគាត់បានគប់វាការគប់របស់គាត់មិនត្រូវនឹងវាផងនោះប៉ុន្តែហេតុអ្វីក៏វាបានផ្អើលបាត់មួយរំពេចធ្វើឲ្យគាត់មានការសង្ស័យជាខ្លាំងក្រោយពីគាត់បានឃើញទិដ្ឋភាពមួយនេះហើយគាត់មិនបាននៅកន្លែងនោះទៀតទេគាត់ក៏ទុកឡានរបស់គាត់ចោលហើយគាត់ដើរមកភូមិបាត់ទៅក្រោយពីគាត់បានដើរមកកាន់ភូមិហើយចាស់នៅក្នុងភូមិក៏បានសួរនាំគាត់ហើយគាត់ក៏បានប្រាប់អំពីរឿងរ៉ាវដែលគាត់បានជួបអំបញ្ញមិញនេះហើយចាស់នៅក្នុងភូមិក៏បាននិយាយថាឲ្យធ្វើសំណែនឲ្យគេទៅពីព្រោះអីទីតាំងដែលគាត់កំពុងតែកាប់ដើមស្វាយដែលដុះជ្រុំគ្នានោះគឺជាកន្លែងផ្ទះអ្នកតាពីមុនមកដែលអ្នកភូមិតែងតែទៅបែរបន់និងលានាពេលរដូវចូលឆ្នាំភូមិក្រោយពេលដែលគាត់បានដឹងនៅសាច់រឿងនេះដូច្នេះហើយពេលព្រឹកឡើងគាត់ក៏បានទៅផ្សារដើម្បីទិញក្បាលជ្រូកមួយដើម្បីមកលាអ្នកតានៅទីនោះក្រោយពីបានលាពួកគាត់ក៏នាំគ្នាផឹកនិងក្លែមក្បាលជ្រូកនោះរហូតដល់ក្បាលជ្រូកមួយនោះអស់ក្រោយពីគាត់បានក្លែមហើយកាលណាគាត់ក៏បានឡើងទៅលើឡានរបស់គាត់ហើយបញ្ឆេះវាម្ដងទៀតសភាពឡានគាត់នៅពេលនោះវាក៏បានឆេះហើយគាត់ក៏បានដឹកដើមស្វាយនេះចូលមកភូមិបានសម្រេចជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងថ្មីមួយទៀតរបស់យើងទាំងអស់គ្នាតែម្ដងទៅសាច់រឿងរបស់យើងគឺនិយាយអំពីពូម្នាក់ដែលគាត់ជាអ្នកយកឃ្មុំអាចនិយាយបានថាគាត់គឺជាជនជាតិគេទេដែលគាត់មកយកឃ្មុំនៅទឹកដីរបស់យើងប៉ុន្តែដោយសារតែថ្ងៃនោះគឺមេឃភ្លៀងរលឹមស្រិចការយកឃ្មុំរបស់គាត់ពោលគឺមិនសូវជាល្អប៉ុន្មានទេសាច់រឿងដំបូងរបស់យើងនោះពូម្នាក់នោះមុននឹងគាត់មកយកឃ្មុំពោលគឺគាត់ត្រូវផ្ញើម៉ូតូនៅក្នុងភូមិរបស់ខ្ញុំសិននៅផ្ទះគេដែលស្ថិតនៅក្នុងភូមិរបស់ខ្ញុំហ្នឹងបន្ទាប់ពីគាត់ផ្ញើម៉ូតូនៅទីនេះហើយគាត់បានដើរទៅព្រៃដើម្បីស្វែងរកឃ្មុំប៉ុន្តែដោយសារថ្ងៃនោះគឺមានមេឃភ្លៀងស្រិចហើយការយកឃ្មុំរបស់គាត់គឺអត់សូវបានច្រើនប៉ុន្មានទេក្រោយពីគាត់បានដើរជាច្រើនកន្លែងដើម្បីយកឃ្មុំហើយនោះគាត់ក៏ដើរមកដល់ដំបូកមួយដែលដំបូកនោះនៅក្បែរនឹងវាលស្រែពេលនោះហើយរន្ទះក៏បានបាញ់ផ្ដាច់ជីវិតគាត់នាពេលនោះទៅក្រោយពីមេឃរាំងភ្លៀងហើយនោះពោលគឺពុំមានអ្នកណាដឹងថាគាត់ត្រូវបានរន្ទះបាញ់ទេប៉ុន្តែដោយសំណាងល្អមានក្មេងគោ2នាក់ដែលគាត់បានទៅដេញគោរបស់គាត់ដើម្បីចូលមកកាន់ភូមិគាត់ក៏បានឃើញប្រទះឃើញមនុស្សកំពុងតែដេកផ្កាប់មុខដួលមិនដឹងថាស្លាប់ឬរស់នៅក្បែរដំបូកនោះធ្វើឲ្យគាត់2នាក់មានភាពស្រឡាំងកាំងជាខ្លាំងហើយស្រែកយំរត់ចូលមកក្នុងភូមិថាមានមនុស្សដែលកំពុងតែដេកមិនដឹងជាស្លាប់ឬរស់នៅកន្លែងដីក្បែរដំបូកមួយក្រោយពីបានឮពាក្យសម្ដីរបស់គាត់បាននិយាយហើយអ្នកភូមិក៏បាននាំគ្នាផ្អើលឈូឆរទៅមើលហើយក៏បានដឹងថាគាត់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយពេលនោះអ្នកភូមិក៏បានដឹងថាគាត់គឺជាអ្នកយកឃ្មុំដែលបានផ្ញើម៉ូតូនៅផ្ទះមួយស្ថិតនៅក្នុងភូមិយើងក្រោយពីបានឃើញទិដ្ឋភាពមួយនេះហើយអ្នកភូមិរបស់ខ្ញុំក៏បាននាំគ្នាប្តឹងទៅអាជ្ញាធរដើម្បីឲ្យប៉ូលីស
ចុះមកធ្វើសកលវិច័យនៃសាកសពមួយនេះចំណែកឯក្មេងគោ2នាក់នេះវិញពួកគាត់ក៏បានទៅស្រោចទឹកចេញដើម្បីបណ្ដោះគ្រោះចង្រៃចេញពីខ្លួនប្រាណរបស់គាត់ហើយបន្តិចក្រោយមកក៏មានឡានពេទ្យមួយដែលគេបានមកដឹកសាកសពនេះដើម្បីយកទៅកាន់ស្រុកហើយស្រុកក៏បានបញ្ជូនគាត់ទៅកាន់គ្រួសាររបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីក្រោយពីបានឃើញទិដ្ឋភាពមួយនោះហើយពួកខ្ញុំដែលជាអ្នកដាក់បង្កាយតាមវាលស្រែដែលនៅក្បែរទីនោះពោលគឺពួកខ្ញុំលែងហ៊ានទៅដាក់ទៀតហើយព្រោះថាខ្លាចខ្មោចមួយនោះលងបន្លាចហើយនៅកន្លែងដែលមានខ្មោចរន្ទះបាញ់នោះពោលគឺមិនមែនមានតែខ្មោចនោះមួយនោះទេគឺមានខ្មោចអ្នកភូមិជាច្រើនអ្នកទៀតដែលត្រូវបានយកទៅកប់នៅក្បែរនោះទើបធ្វើឲ្យពួកខ្ញុំមិនសូវហ៊ានទៅទីនោះទៀតទេព្រោះថាខ្លាចខ្មោចនៅទីនោះឡងព្រោះអីកន្លែងនោះឥឡូវសម្បូរគេកប់ខ្មោចណាស់បញ្ជាក់ទីនោះមិនមែនជាព្រៃខ្មោចទេតែគឺជាដីដែលមានម្ចាស់កាន់កាប់ហើយដូចនេះហើយទើបគេយកបងប្អូនរបស់គេទៅកប់នៅទីនោះព្រោះថាកន្លែងនោះធ្លាប់មានខ្មោចចាស់ពីដើមដែលគេកប់នៅទីនោះស្រាប់ទៅហើយគ្រាន់តែថាវាតិចប៉ុន្តែឥឡូវគឺវាច្រើនដែលគួរឲ្យខ្លាចមែនតែនពេលខ្លះពួកខ្ញុំទៅចាប់កង្កែបហើយច្បាច់គោមមើលទៅកាន់កន្លែងនោះបានឃើញនៅតងប្រលឹងដែលកំពុងតែបក់រវិចដោយសារតែខ្យល់បក់មកដែលធ្វើឲ្យពួកខ្ញុំមានសភាពព្រឺព្រួចជាខ្លាំងហើយជាចុងក្រោយក៏សូមអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានស្ដាប់លេងកម្សាន្តនៅវីដេអូនេះកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតមាតិកាវីដេអូបន្តទៅមុខទៀតជួបគ្នានៅវីដេអូក្រោយ